ស្អាតមែនតើនៅគឺចំវិញខ្លួនរបស់ខ្ញុំគឺសតប់យកបានកូនមានខែប៉ោកអានេះត្រីកប់ហប់ខាងនេះខ្ញុំយកការឈោកមកថ្វាយព្រះអង្គនៅវត្តគោលតតឹងដោយសារតែថ្ងៃស្អែកហ្នឹងគឺជាថ្ងៃបុណ្យមាឃបូជាអញ្ចឹងថ្ងៃនេះគឺខ្ញុំបានមកវត្តគោលតតឹងហើយក៏បានឃើញនៅក្នុងវត្តគឺគេរៀបចំច្រើនមែនតើឥឡូវទៅជាមួយខ្ញុំទាំងអស់គ្នាហើយកន្លែងនេះគេឲ្យយើងដោះស្បែកជើងអញ្ចឹងខ្ញុំដោះស្បែកជើងនៅហ្នឹងហើយនេះទស្សនវិជ្ជានៅក្នុងវត្តដែលខ្ញុំនឹងយកការឈូកយកទៅថ្វាយព្រះអង្គនៅខាងមុខនេះហើយនេះទីធ្លាវត្តគឺគេរៀបចំដាក់ជាមួយនឹងផ្កាពណ៌លឿងផ្កាពណ៌ទឹកក្រូចស្អាតស្អាតមែនតែនហ្មងហើយមានមនុស្សច្រើនមែនតែនអ៊ំចាស់ចាស់អីគឺគាត់មកមុនមួយថ្ងៃនៃថ្ងៃបុណ្យឥឡូវតិចទៀតខ្ញុំឡើងទៅខាងលើគេកំពុងតែថតរូបអញ្ចឹងខ្ញុំដើរឡើងទៅខាងលើបន្តិចនេះមនុស្សច្រើនមែនតើនៅខាងលើគេយកការយកទៅថ្វាយព្រះអង្គឥឡូវខ្ញុំបិទកាមេរ៉ាសិននេះទស្សនវិជ្ជានៅខាងក្នុងកំពុងតែរៀបចុះទៅវិញអ្នកទាំងអស់គ្នាហើយផ្កាស្អាតមែនតើស្អាតមែនតើនៅគឺចំវិញខ្លួនរបស់ខ្ញុំគឺសុទ្ធតែផ្កាទាំងអស់មកធ្វើមកផ្លែរួយហើយខ្ញុំកំពុងតែធ្វើដំណើរត្រឡប់ទៅវិញហើយដោយសារតែទៅរកកូនbạn đến đâu mày
thời nhưng mà